យើងខ្ញុំសាងសង់អាស៊ានឋានឃ្លាំងទំនិញ Cargo Terminal ទី2និងចំណតយន្តហោះ Cargo បន្ថែមដោយចំណាយទុនវិនិយោគចំនួន$50 លានអាមេរិកទៀតដែលមានទំហំឃ្លាំងសរុប 40,000 ម៉ែត្រការ៉េការវិនិយោគបន្ថែមនេះគឺយោងទៅតាមកណ្ដាលទំនិញ Cargo និងដើម្បីត្រៀមឲ្យ TIA ជាមជ្ឈមណ្ឌលដឹកជញ្ជូន Logistics Hub និងការផ្ទេរមធ្យោបាយដឹកជញ្ជូនក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company ពី Singapore Airlines ដើម្បីបង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering Services Company Limited ដើម្បីផ្ដល់សេវាថែទាំដល់ក្រុមហ៊ុនអាកាសចរនៅ TIA ផែនការនាពេលអនាគតគឺយើងនឹងសាងសង់ស្ថានីយ៍សម្រាប់សេវាថែកម្មថែទាំនិងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញជាទីតាំងកណ្ដាលដែលមានសក្តានុពលដល់សេវាកម្មនេះនៅក្នុងតំបន់ ASEAN និង ASEAN យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង10 គីឡូម៉ែត្រដែលក្រុងចំណាយទុនវិនិយោគចំនួនសរុប$100 លានអាមេរិកសម្រាប់ធ្វើការតជាប់ពីបឹងចឹងលងដែលនៅបែកខាងត្បូងរបស់ TIA ទៅជាប់នឹងទន្លេបាសាក់និងប្រជិកហ្វូណនដាច់ជោរហូតទៅដល់ក្រុងកែបដែលជាច្រកសម្បត្តិរបស់ប្រទេសកម្ពុជាយើងដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកក្រុមហ៊ុន OCIC ក៏បានចាប់ផ្ដើមអភិវឌ្ឍទីក្រុងរណបអាកាសយានដ្ឋានរួមមានការសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះទីក្រុងរណបអាកាសយានដ្ឋានមានផែនការរួម Master Plan សម្រាប់អភិវឌ្ឍលំនៅឋានតំបន់ពាណិជ្ជកម្មមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរោងចក្រនិងឃ្លាំងរួមមានតំបន់សេដ្ឋកិច្ចពិសេសក្នុងការលើកកម្ពស់ការផលិតនិងការនាំចេញទំនិញតាមរយៈ TIA ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌ TIA ដែលហៅថាឧទ្យានវប្បធម៌សម្ដេចតេជោដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុកនិងអន្តរជាតិឲ្យយល់ដឹងពីវប្បធម៌ខ្មែរ